សេចក្តីប្រកាសរបស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃទីក្រុងកូឡាឡាំពួរថ្ងៃទី22ខែធ្នូឆ្នាំ2025ទី1រដ្ឋមន្ត្រីការបរទេសអាស៊ានបានរៀបចំកិច្ចប្រជុំពិសេសដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃនៅទីក្រុងកូឡាឡាំពួរថ្ងៃទី22ខែធ្នូឆ្នាំ2025តបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកម្ពុជានិងថៃកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2025ទី2ម៉ាឡេស៊ីបានធ្វើបទបង្ហាញសង្ខេបជូនកិច្ចប្រជុំស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមក្នុងនាមជាប្រធានអាស៊ានសម្ដៅជំរុញឲ្យកម្ពុជានិងថៃបញ្ឈប់នៅអរិភាពទាំងឡាយក្រុមអ្នកសង្កេតការអាស៊ាន AOT បានធ្វើរបាយការណ៍សង្ខេបជូនកិច្ចប្រជុំផងដែរស្របតាមអាណត្តិរបស់ខ្លួនចំពោះកម្ពុជានិងថៃក៏បានលើកឡើងអំពីជំហររៀងៗខ្លួនទី3កិច្ចប្រជុំបានវិតម្លៃខ្ពស់ចំពោះទូនាទីបរិយាសកម្មនិងការបន្តចូលរួមរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមនិងឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំព្រមទាំងការចូលរួមចំណែកយ៉ាងសកម្មពីប្រទេសសមាជិកអាស៊ាននិងប្រទេសចិនក្នុងការជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពដែលកំពុងបន្តវិវត្តទៅមុខកិច្ចប្រជុំទទួលបាននូវការលើកទឹកចិត្តដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងឯកឧត្តមនាយករដ្ឋមន្ត្រីអនុទីនឆានវីរៈកុលមានឆន្ទៈនិងការត្រៀមខ្លួនបន្តធ្វើការជាមួយប្រធានអាស៊ានសម្ដៅបន្ធូរបន្ថយភាពតានតឹងនិងជៀសវាងនូវការយល់ខុសដែលអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងទី4កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តចំពោះឯកភាពនិងសាមគ្គីភាពអាស៊ានក៏ដូចជាមជ្ឈភាពអាស៊ានក្នុងការធានាឲ្យបាននូវសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពស្របតាមធម្មនុញ្ញអាស៊ានទី5កិច្ចប្រជុំរំលឹកឡើងវិញនៅបទឈប់បាញ់ថ្ងៃទី28ខែកក្កដាសេចក្តីសម្រេចរបស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី7ខែសីហាក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដែលបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025និងបានជំរុញឲ្យកម្ពុជានិងថៃអនុវត្តឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពទី6កិច្ចប្រជុំបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តអូសបន្លាយភាពតានតឹងនិងអរិភាពដែលបានបណ្ដាលឲ្យមានការបាត់បង់ជីវិតនិងរបួសយ៉ាងច្រើនការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងការជំលះជនស៊ីវិលនៅតាមព្រំដែនទាំងសងខាងហើយបានអំពាវនាវដល់ភាគីទាំងពីរឲ្យធានាថាជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនិងបន្តប្រកបជីវភាពដោយប្រក្រតីដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរដោយស្ថានភាពមុនពេលមានផ្ទុះអាវុធឡើងនៅអរិភាពទី7កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរួមគ្នាចំពោះការអត់ធ្មត់មិនគំរាមប្រើកម្លាំងឬប្រើប្រាស់កម្លាំងការដោះស្រាយជម្លោះដោយសន្តិវិធីនិងការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិដើម្បីលើកកម្ពស់សន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ដោយផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកដើម្បីឯករាជ្យភាពអធិបតេយ្យសមភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ទី8កិច្ចប្រជុំបានជំរុញឲ្យកម្ពុជានិងថៃអនុវត្តការអត់ធ្មត់ជាអតិបរមានិងបោះជំហានជាបន្ទាប់ឆ្ពោះទៅរកការបញ្ឈប់នៅគ្រប់ទម្រង់នៃអរិភាពកិច្ចប្រជុំបានអំពាវនាវឲ្យប្រទេសទាំងពីរស្ដារឡើងវិញនៅទំនុកចិត្តនិងការជឿជាក់គ្នាទៅវិញទៅមកនិងត្រឡប់មករកកិច្ចសន្ទនាឡើងវិញរួមមានតាមរយៈយន្តការទ្វេភាគីក៏ដូចជាការប្រើប្រាស់កិច្ចសម្របសម្រួលរបស់ប្រធានអាស៊ានស្ដារឡើងវិញនូវកិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌និងអនុវត្តវិធានការកាត់បន្ថយភាពតានតឹងផ្នែកយោធាតាមបណ្ដោយព្រំដែនរួមក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននិងប្រកាន់ខ្ជាប់នៅគោលការណ៍ច្បាប់អន្តរជាតិសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីទទួលបានដំណោះស្រាយស្របតាមសន្តិវិធីនិងយូរអង្វែងចំពោះស្ថានភាពបច្ចុប្បន្នទី9រដ្ឋមន្ត្រីការបរទេសបានស្វាគមន៍កិច្ចពិភាក្សាស្ដីពីការអនុវត្តឡើងវិញនៅបទឈប់បាញ់និងការបញ្ឈប់នៅអរិភាពទាំងឡាយគណៈកម្មាធិការព្រំដែនទូទៅនិងក៏ប្រជុំវិសាមញ្ញនៅថ្ងៃទី24ខែធ្នូឆ្នាំ2025ដើម្បីពិភាក្សាអំពីការអនុវត្តនិងការផ្ទៀងផ្ទាត់បទឈប់បាញ់រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញអំពីក្តីសង្ឃឹមចំពោះការកាត់បន្ថយនៅអរិភាពទាំងឡាយឲ្យបានឆាប់តាមដែលអាចធ្វើបាន
ទី10រដ្ឋមន្ត្រីការបរទេសអាស៊ានបញ្ជាក់ពីឆន្ទៈបន្តតាមដានបញ្ហានេះយ៉ាងជាប់